ជាដំបូងមុននឹងយើងចូលដល់សាច់រឿងរបស់យើងខ្ញុំទាំងពីរនាក់ក៏សូមផ្ញើសេចក្តីដឹកលើកនិងថ្លែងអំណរគុណដល់បងកងទ័ពដែលមានសេចក្តីក្លាហានក្នុងការការពារទឹកដីរបស់យើងអត់ឲ្យមានការឈ្លានពានពីកងទ័ពថៃហើយបើសិនជាអត់មានពួកគាត់ទេគឺយើងអាចមកថតវីដេអូថ្ងៃហ្នឹងបានទេអញ្ចឹងគឺអរគុណគាត់មែនទែនហើយក៏ថ្កោលទោសដល់ទាហានថៃដែរដែលបានបំពានទឹកដីរបស់យើងហើយក៏សង្ឃឹមថាសង្គ្រាមនេះនឹងចប់ក្នុងពេលឆាប់នេះហើយមួយទៀតក៏សូមអរគុណដល់ក្រុមហ៊ុនអ៊ីនធឺណិត Mekongnet ដែលបាន sponsor ដល់កម្មវិធីយើងថ្ងៃហ្នឹងមុនផុតឆ្នាំហ្នឹងគឺក្រុមហ៊ុន Mekongnet មាន promotion ពិសេសចំនួន3ជម្រើសដល់អ្នកដែលចង់ភ្ជាប់អ៊ីនធឺណិតប្រចាំខែដោយជម្រើសទី1បើសិនជាភ្ជាប់12ខែនឹងទទួលបានថែមជូន3ខែដែលឥតគិតថ្លៃហើយថែមជូនកាមេរ៉ាសុវត្ថិភាពមួយទៀតតែបើភ្ជាប់6ខែគឺបាន1ខែ free ហើយបានកាមេរ៉ាសុវត្ថិភាពដូចគ្នាហើយបើសិនជាចង់សាកត្រឹមតែ3ខែសិនទេបានដូចគ្នាហើយក៏មាន promotion គឺខាង Mekongnet ថែមជូនវត្ថុអនុស្សាវរីយ៍មួយក្នុងចំណោម3ដែលមានអាចដូចជា mousepad ជាឆាតឬក៏មួកសុវត្ថិភាពដែលខាង Mekongnet នឹងរើសឲ្យផ្ទាល់អញ្ចឹងបើសិនជាចង់ភ្ជាប់អ៊ីនធឺណិតប្រចាំខែដែលមានល្បឿនលឿននឹងទេកុំភ្លេច Mekongnet ទទួលបានរង្វាន់ទៀតមួយទៀតក៏ចង់បញ្ជាក់ផងដែរថាឥឡូវហ្នឹងសភើស្តាប់មុនចូលគេងរដូវកាលទី2គឺយើងត្រឡប់មកវិញហើយដែលបានទាំងអានបានទាំងស្ដាប់ដោយកាលពីមុនទៅដែរមាន QR code ដើម្បី scan ចូលទៅស្ដាប់សាច់រឿងទៅដែរហើយអក្សរលើកនេះគឺយើងធ្វើធំជាងមុនដើម្បីឲ្យស្រួលអានដោយសារតែមតិលើកមុនគឺគេបានប្រាប់ថាអក្សរទូចពេកហើយគេពិបាកក្នុងការអានជាពិសេសអ្នកដែលមិនញោមឬអីចឹងណាហើយឥឡូវយើងធ្វើអក្សរធំជាងមុនហើយសាច់រឿងល្អជាងមុនយើងចិត្តចង់ជាងមុនហើយបើសិនជាចង់ទិញអាចទិញបានជាមួយនឹង page ប្រៃរឿងគឺតម្លៃត្រឹមតែ$7ហើយចំពោះកាត់ដឹងជូនវិញគឺ$2សម្រាប់ខេត្តហើយនិង$1កន្លះសម្រាប់នៅក្នុងក្រុងអូខេអញ្ចឹងបើសិនជាចាប់អារម្មណ៍អាចទិញបានហើយក៏ជាការគាំទ្រដល់ប្រៃរឿងដែរអរគុណបាយបាយអូខេដល់ថ្ងៃហ្នឹងយើងនិយាយគេដែរ topic ថ្ងៃហ្នឹងគឺយើងនិយាយពីប្រវត្តិសាមរ៉ៃដោយសារអញ្ចឹងខ្ញុំទប់តែមើលរឿងមួយចប់ហើយរឿងហ្នឹងមានចំណងជើងថា Last Samurai Standing រឿងហ្នឹងគេនិយាយពីក្រុមសាមរ៉ៃមួយក្រុមដែលកាលហ្នឹងនៅសម័យមួយគេហៅថាសម័យមេជីហើយខ្ញុំមើលអញ្ចឹងទៅខ្ញុំចង់ដឹងពីប្រវត្តិរបស់សាមរ៉ៃហ្នឹងដើម្បីដឹងពីសាច់រឿងហ្នឹងយល់ពីសាច់រឿងហ្នឹងកាន់តែច្បាស់អញ្ចឹងណាក៏ទៅ search មើលទៅហើយគិតថាវាអាចជា topic មួយដែលគួរឲ្យចាប់អារម្មណ៍យើងអាចមកនិយាយនៅក្នុងយុគហ្នឹងបានអញ្ចឹងរឿង Last Samurai Standing ហ្នឹងគេនិយាយពីក្រុមសាមរ៉ៃមួយក្រុមដែលនៅជំនាន់មេជីហ្នឹងហើយការជំនាន់ហ្នឹងក្រុមសាមរ៉ៃហ្នឹងអ្នកចម្បាំងសាមរ៉ៃហ្នឹងលែងមានអំណាចលែងមានអីដូចកាលពីជំនាន់មុនហើយរស់នៅក្នុងភាពក្រីក្រអញ្ចឹងពួកគេពិបាកក្នុងជីវភាពរងថ្ងៃហ្នឹងគឺរស់នៅតឹងពិបាកហ្មងហើយប៉ុន្តែថ្ងៃមួយហ្នឹងមាន main character ឬក៏តួអង្គនៅក្នុងរឿងហ្នឹងទទួលបានដំណឹងមួយថាគេដើរប្រមូលអ្នកចម្បាំងសាមរ៉ៃហ្នឹងមកចូលរួមនៅក្នុង game មួយឬក៏ challenge មួយអ្នកដែលអាចឈ្នះនៅក្នុង challenge ហ្នឹងនឹងទទួលបានប្រាក់រង្វាន់ដែលមានតម្លៃដល់ទៅ1000លានយេនអញ្ចឹងទៅដោយសារតែខ្លួនឯងហ្នឹងវាក្រីក្រផងហើយកូនឈឺទៀតឈឺមានកូនស្រីម្នាក់ស្លាប់ដោយសារជំងឺសន្និរោគទៀតដោយសារក្រទៅអត់មានទៅអាចទៅរកពេទ្យរកថ្នាំមកអីបានទេអញ្ចឹងស្លាប់កូនស្រីអស់មួយហើយប្រពន្ធរបស់តួអង្គក្នុងរឿងហ្នឹងហើយនឹងកូនប្រុសហ្នឹងក៏ឈឺគេងកតេលអញ្ចឹងណាងើបអត់រួចអញ្ចឹងទៅតួអង្គមួយហ្នឹងក៏សម្រេចចិត្តចូលរួមលេង challenge ហ្នឹង rule នៅក្នុង challenge ហ្នឹងគឺអញ្ចឹងអ្នកដែលចូលរួមនៅក្នុង game ហ្នឹងគឺគេឲ្យផ្លាកឈ្មោះឬក៏ស្លាកឈ្មោះមួយដូចឈើដុំម្ដុំអញ្ចឹងណាហើយពាក់នឹងកម្នាក់សិតតែមានអាស្លាកឈ្មោះហ្នឹងរៀងខ្លួនហើយប៉ុន្តែត្រូវតែវាយសម្លាប់គ្នាដើម្បីដណ្ដើមអាខ្សែកហ្នឹងដោយសារគោលដៅចុងក្រោយនៃ challenge ហ្នឹងគឺគេឲ្យអ្នកចម្បាំងដែលចូលរួមលេងទាំងអស់ហ្នឹងធ្វើដំណើរពីភូមិហ្នឹងទៅទីក្រុងតូក្យូហើយពីភូមិហ្នឹងទៅទីក្រុងតូក្យូហ្នឹងវាមានcheckpoint មួយរហូតដល់គោលដៅចុងក្រោយហើយពីមួយ checkpoint ទៅមួយ checkpoint ហ្នឹងអ្នកដែលចូលរួមម្នាក់ហ្នឹងគឺត្រូវមានចំនួនអាខ្សែកហ្នឹងតាមគេកំណត់ឧទាហរណ៍ថា checkpoint ទី1ត្រូវមាន3ខ្សែទៅទី2 5ទី3 10ខ្សែអីចឹងទៅណាអញ្ចឹងបានន័យថាគឺត្រូវតែស្លាប់គ្នាដើម្បីដណ្ដើមយកអាខ្សែកហ្នឹងឲ្យបានច្រើនដើម្បីទៅដល់គោលដៅនៅតូក្យូហ្នឹងហ
ហើយតាមពិតទៅបើនិយាយទៅ concept វាស្តៀងនឹង Squid Game ត្រូវអត់ស្តៀងតែព្រោះតែឆ្លងវាដំណាក់កាលតំណាក់កាលអីត្រូវសម្រាប់គ្នាទៅដើមលុយអីចឹងណាប៉ុន្តែដោយសារខ្ញុំគិតថាវា link ទៅនឹងប្រវត្តិ samurai អីចឹងចឹងទៅក៏វាធ្វើឲ្យខ្ញុំចាប់អារម្មណ៍ហើយក៏ទៅ search មើល topic ហ្នឹងទៅអូខេយ៉ាចឹងពីធំមានដឹងថា samurai កាត់ឡើងតាំងពីកាលមានតាំងពីសម័យណាមកដូចយូរយ៉ាងហោចណាស់ក៏500ឆ្នាំដែរទៅក៏1000ឆ្នាំអូខេអញ្ចឹងនៅក្នុងប្រវត្តិរបស់ samurai ហ្នឹងខ្ញុំនឹងបែងចែកវាជា4ដំណាក់កាលដើម្បីស្រួលយល់អូខេទី1គឺសម័យកាល Heian ទី2 Kamakura ទី3 Muromachi និង Sengoku អូខេហើយចុងក្រោយគឺ Tokugawa អញ្ចឹងខ្ញុំនឹងរៀបរាប់ត្រួសថាពីសម័យកាលទៅមកសម័យកាលហ្នឹងអ្នកចម្បាំង samurai ហ្នឹងវិវត្តទៅជាមិនខ្លះអូខេណាយ៉ាហើយខ្ញុំផ្គប់អា Muromachi ហើយនិង Sengoku នឹងចូលគ្នាដោយសារសម័យកាលហ្នឹងគឺពោពេញទៅដោយសង្គ្រាមស៊ីវិលក្នុងស្រុកហ្មងដរាមអំណាចគ្នាចុះឡើងអញ្ចឹងណាហើយ Sengoku ហ្នឹងគេអាចរាប់ថាដូចជាដំណាក់កាលចុងក្រោយនៃ Muromachi អញ្ចឹងគឺសម័យកាលដែលសង្គ្រាមខ្លាំងជាងគេមុននឹងបដូរទៅសម័យកាលថ្មីមួយទៀតអញ្ចឹងយើងចូលទៅមើលសម័យកាលជាមួយគឺសម័យកាល Heian ដែលជាដើមកំណើតនៃអ្នកចម្បាំង samurai អូខេអញ្ចឹងតាមពិតពីដើមមកហ្នឹងអ្នកចម្បាំង samurai ហ្នឹងអត់ទាន់មានអំណាចនៅក្នុងប្រទេសខ្លាំងក្លាអីទេពីដើមមកហ្នឹងដូចហាក់ដូចជាតាហ៊ានស៊ីឈ្នួលគេអញ្ចឹងដោយសារការជំនាន់ហ្នឹងមានក្រុមអភិជនឬក៏ក្រុមអ្នកមានគេមានដីអីចឹងទៅគេជួលក្រុមអ្នកចម្បាំង samurai ហ្នឹងដើម្បីការពារដីការពារទ្រព្យសម្បត្តិរបស់ខ្លួនអញ្ចឹងណាដីយើងជួលក្រុមហ៊ុនសន្តិសុខឯកជនអីចឹងរបៀបអញ្ចឹងពីដើមមកអញ្ចឹងទេអត់ទាន់មានអំណាចខ្លាំងក្លាឡើយទេហើយដើម្បីយល់ពីប្រវត្តិរបស់ samurai ហ្នឹងឲ្យកាន់តែច្បាស់ទៀតតើតើយើងមើលបកទៅតាំងពីមុនសម័យ Heian ហ្នឹងទៀតមុនសម័យ Heian ហ្នឹងកាលហ្នឹងប្រទេសជប៉ុនគឺគេមានកាតព្វកិច្ចយោធាបានន័យថាប្រជាជននៅក្នុងប្រទេសជប៉ុនហ្នឹងចាប់ពីអាយុ20ឆ្នាំដល់59ឆ្នាំគឺត្រូវតែចូលធ្វើទាហានហ្មងតម្រូវហ្មងចាំឯថាពេញផ្ទៃប្រទេសហ្នឹងគឺបច្ចេកអធិរាជហ្នឹងក្តោបក្តាប់កម្លាំងកងទ័ពពេញផ្ទៃប្រទេសហ្មងដោយសារចែកទី1ដើម្បីការពារអំណាចខ្លួនផងដើម្បីដូចថាកុំឲ្យមានការបែកបាក់ផ្ទៃក្នុងនាំឲ្យមានការបះបោរអីចឹងក្នុងស្រុកអីចឹងណាចឹងត្រូវក្តោបក្តាប់កងទ័ពពេញផ្ទៃប្រទេសហើយទី2ដោយសារជំនាន់ហ្នឹងត្រូវទប់មួយប្រទេសចិនដែរដោយសារប្រទេសចិនជំនាន់ហ្នឹងគឺនៅក្រោមរាជវង្សខាងហើយរាជវង្សខាងកាលហ្នឹងគឺខ្លាំងចឹងហើយគឺជប៉ុនត្រូវមានកងទ័ពខ្លាំងដើម្បីទប់ទល់នឹងរាជវង្សខាងដែរប៉ុន្តែយូរទៅការដែលចិញ្ចឹមកងទ័ពពេញប្រទេសអញ្ចឹងវាយូរទៅវាលែងមានប្រសិទ្ធភាពហើយវាអស់លុយច្រើនពេកអញ្ចឹងទៅក៏ចាប់ផ្ដើមផ្លាស់ប្ដូរក្នុងសតវត្សទី8ចាប់ផ្ដើមផ្លាស់ប្ដូរពីការគ្រប់គ្រងកងទ័ពពេញមកផ្ទៃប្រទេសហ្នឹងទៅជាបែងចែកអំណាចឲ្យទៅខាងក្រមអភិជនវិញបានន័យថាក្រមអភិជនហ្នឹងគេមានកងទ័ពគេផ្ទាល់ខ្លួនបានន័យថាក្រមអភិជនអ្នកមានហ្នឹងគេជួលក្រុម samurai ដើម្បីការពារក្រុមគេផ្ទាល់ខ្លួនណាអញ្ចឹងទៅក៏លែង focus លើការកាតព្វកិច្ចយោធាដែលតម្រូវឲ្យប្រជាជនមកធ្វើកងទ័ពហើយពឹងផ្អែកទៅលើអំណាចរបស់ពួក elite ឬពួកអ្នកមានពួកក្រុមអភិជនហ្នឹងវិញដោយសារក្រុមអភិជនហ្នឹងគឺចិញ្ចឹមពួកក្រុម samurai ទូចដើម្បីការពារខ្លួនហ្នឹងណាហើយពេលហ្នឹងហើយដែលវាចាប់ផ្ដើមកកើតឲ្យមានក្រុម samurai ហ្នឹងឡើងអញ្ចឹងនៅក្នុងឆ្នាំ792រដ្ឋាភិបាលជប៉ុនពេលហ្នឹងគឺចាប់ផ្ដើមលែងឲ្យមានអាគោលការណ៍កាតព្វកិច្ចយោធានឹងហើយប៉ុន្តែគ្រាន់ថានៅតែទុកដូចនៅតំបន់ភាគខាងជើងអីចឹងនៅធ្វើសង្គ្រាមដើម្បីវាទីអីចឹងអាហ្នឹងនៅទុកម្ដុំនឹងសិនកងទ័ពទុកម្ដុំនឹងសិនដោយសារត្រូវការប៉ុន្តែនៅកន្លែងផ្សេងទៀតលែងមានហើយលែងមានឲ្យជាកងពលអីទៀតណាហើយទៅជាពឹងផ្អែកទៅលើក្រុមពួក elite ពួកអីវិញដែលចំពួកក្រុមកងទ័ព samurai ផ្ទាល់ខ្លួនរបស់ខ្លួនឯងហ្នឹងណា
ប៉ុន្តែការធ្វើបែបហ្នឹងការផ្លាស់ប្ដូរគោលការណ៍បែបហ្នឹងវាទៅជាធ្វើឲ្យមានការប្រកួតប្រជែងគ្នារវាងក្រុម elite ឬក៏ក្រុមពួកអភិជនហ្នឹងវិញដោយសារតែដើមអំណាចគ្នាយោចង់មកន័យថាពួកគាត់ក៏មានតបរៀងៗខ្លួនហ្នឹងហើយក៏មានលុយរៀងៗខ្លួនដែរហើយក៏កាន់កាប់តំបន់ផ្សេងៗគ្នារៀងៗខ្លួនចាអញ្ចឹងហើយនៅពេលដែលរដ្ឋចាប់ផ្ដើមឲ្យអំណាចមកគាត់វាទៅជាគាត់នឹងឆ្លោះទៅដើមគ្នាបណ្ដោយអញ្ចឹងហើយនៅក្នុងសម័យកាលហ្នឹងគេត្រូវការពួកសាមរ៉ៃខ្លាំងដោយសារមួយក្រុមមួយរៀងខ្លួនហ្នឹងត្រូវ recruit ត្រូវទាញយកពួកសាមរ៉ៃហ្នឹងមកបម្រើខ្លួនឯងអញ្ចឹងមកថាទាំងរដ្ឋទាំងខាងបច្ចេកអធិរាជហ្នឹងក៏ត្រូវការក្រុមសាមរ៉ៃដើម្បីជួយបាយសង្គ្រាមហើយក្រុម elite នេះក៏ត្រូវជួលពួកក្រុមសាមរ៉ៃអ្នកចម្បាំងហ្នឹងមកការពារអំណាចខ្លួនឯងដែរហ្នឹងហើយអញ្ចឹងមកន័យថាសម័យកាលហ្នឹងគឺក្រុមសាមរ៉ៃចាប់ផ្ដើមមានទឹកមាត់ហ្មងនិយាយថាហ្នឹងហើយដូចមានជាពួកគាត់ហ្នឹងជាអីដែលគេត្រូវការនៅក្នុងសង្គមជប៉ុនកាលពីសម័យហ្នឹងណាហើយចូលមកដល់ពាក់កណ្ដាលសតវត្សទី9ចាប់ផ្ដើមបែងចែកជាបកសាមរ៉ៃដូចគេមានគ្រូមានសិស្សច្បងសិស្សប្អូនដូចយើងមើលនៅក្នុងរឿងហ៎ឃើញមានក្រុមសាមរ៉ៃគេមានបកគេផ្សេងៗគ្នាអញ្ចឹងណាហើយបកមួយហ្នឹងវាពង្រីកខ្លួនធំខ្លាំងមែនទែនរហូតដល់ថ្នាក់ថាអាចបើថាធ្វើសង្គ្រាមអីអាចកែនគ្នាបានឡើងចូលពាន់ទៅ10000នាក់អីចឹងណា100,000នាក់អីចឹងហ្មងណាយ៉ាហើយពេលហ្នឹងខាងរដ្ឋាភិបាលឬក៏ខាងស្ដេចហ្នឹងជំនាន់ស្ដេចអធិរាជហ្នឹងក៏អត់ចង់ឲ្យមានអារបៀបបណ្ដាញជាបណ្ដាញប្រព័ន្ធក្រុមសាមរ៉ៃចឹងខ្លាំងដែរប៉ុន្តែគិតថាទុកសិនកុំទៅធ្វើអីទុកសិនដោយសារវានៅមានប្រយោជន៍ចំពោះខ្លួនឯងដោយសារខ្លួនឯងហ្នឹងបានរំលាយអាកាតព្វកិច្ចយោធាតាំងពីឆ្នាំ792នឹងបាត់ហើយអញ្ចឹងអត់មានតបនៅក្នុងដៃច្រើនទេអញ្ចឹងបើសិនជាមានបញ្ហាអីនឹងកែនពួកក្រុមចម្បាំងសាមរ៉ៃហ្នឹងមកជួយវាយអូខេអញ្ចឹងហើយបានទុកឲ្យពួកគាត់ហ្នឹង form ជា team ធំអីចឹងទុកចឹងសិនចុះព្រោះថានៅមានប្រយោជន៍ឡើយចឹងណាអត់រំលាយចោលឬក៏អីទេតែក៏មិនអាចទៅលូកដៃពួកគាត់បានដែរទៅថាពួកគាត់ឆ្លោះគ្នាមែនក៏បច្ចុប្បន្នអធិរាជអត់អាចធ្វើអីបានដែរទៅយ៉ាកាលហ្នឹងនិយាយទៅខ្ញុំចង់និយាយថាចេះអត់តន់និយាយពីពួក elite ទេណាចង់និយាយពីពួកសាមរ៉ៃគ្នាឯងនេះវា form ជា team form ជា network ដែលដូចមានបកមានសិស្សច្បងសិស្សប្អូនមានគ្រូអីបរៀនក្បាច់គុណដូចស្តៀងចិនបកយោតាំងបកអីយ៉ាងទីហ្នឹងណាហើយខាងស្ដេចហ្នឹងគាត់ថាអាហ្នឹងអាចជាគ្រោះថ្នាក់យល់អត់អាចគ្រោះថ្នាក់ដោយសារ form ជា team ធំអញ្ចឹងវាអាចគីឡូថ្ងៃណាមួយបះបោអីចឹងណាប៉ុន្តែក៏អត់ទាន់ធ្វើអីពួកហ្នឹងដែរពួកសាមរ៉ៃដែល form ជាក្រុមរបស់គេហ្នឹងជា network របស់សាមរ៉ៃធំហ្មងហ្នឹងទុកសិនដោយសារគាត់ថានៅមានប្រយោជន៍ដោយសារថ្ងៃណាមួយគីឡូត្រូវធ្វើសង្គ្រាមអីគឺត្រូវសេរីកែនពួកសាមរ៉ៃហ្នឹងមកជួយវាយអីអញ្ចឹងក៏ទុកសិនយ៉ាឥឡូវហ្នឹងគឺចប់សម័យកាល Heian ហើយសម័យកាលទី1ចូលដល់សម័យកាលទី2គឺឈ្មោះថា Kamakura អញ្ចឹងសម័យកាលទី1គឺការកកើតនៃអ្នកចម្បាំងសាមរ៉ៃអញ្ចឹងចាំមើលចូលដល់ Kamakura សម័យកាលទី2នឹងវាមិនវិញអូខេអញ្ចឹងសម័យកាលនេះគឺជាសម័យកាលដ៏សំខាន់មួយនៃប្រវត្តិសាស្ត្ររបស់អ្នកចម្បាំងសាមរ៉ៃដោយសារនៅសម័យកាលហ្នឹងហើយដែលអ្នកចម្បាំងសាមរ៉ៃហ្នឹងលែងក្លាយជាដូចតាហ៊ានស៊ីឈ្នួលគេអីទៀតហើយគឺចាប់ផ្ដើមคล้ายទៅជាយោធាដែលមានអំណាចកាន់កាប់ប្រទេសហ្មងបានកែប្រែប្រទេសជប៉ុនហ្នឹងយើងនិយាយស្រួលយល់ទៅគឺដូចជារដ្ឋាភិបាលយោធាអញ្ចឹងគឺហើយយោធាហ្នឹងគឺសាមរ៉ៃនឹងឯងដែលកាន់កាប់ប្រទេសណាអញ្ចឹងសម័យកាលហ្នឹងគឺជាសម័យកាលមួយដ៏សំខាន់សម្រាប់ប្រវត្តិសាស្ត្រនៃអ្នកចម្បាំងសាមរ៉ៃអញ្ចឹងកាលពីជំនាន់ហ្នឹងមានក្រុមសាមរ៉ៃ2ក្រុមដែលមានអំណាចខ្លាំងជាងគេខ្លាំងដាច់គេហ្មងទី1គឺតកូលដែលមានឈ្មោះថា Minamoto ហើយនឹងមួយទៀតគឺតកូល Taira ពីរហ្នឹងគឺជាក្រុមសាមរ៉ៃ2ក្រុមដែលមានអំណាចដាច់គេកាលពីជំនាន់ហ្នឹងហើយរហូតមកដល់ឆ្នាំ1180ក្រុមសាមរ៉ៃដែលមានតកូល Minamoto ហ្នឹងប្រើអំណាចរបស់គ្រួសាររបស់ខ្លួនឯងហើយឆ្លៀតឱកាសនៅក្នុងវាំងនោះកំពុងតែដូចថាមានវិបត្តិផ្ទៃក្នុងចំនួនផ្ទៃក្នុងអីផងណាអញ្ចឹងគឺឆ្លៀតឱកាសហ្នឹងបង្កើតឲ្យមានគំនិតមួយថាចង់បង្កើតជារដ្ឋាភិបាលយោធានៅភូមិមួយនៃប្រទេសជប៉ុនគេហៅថា Kamakura ហើយបន្ទាប់ពីមានគំនិតហ្នឹងហើយនៅក្នុងឆ្នាំ1159ឪពុករបស់គាត់ហ្នឹងឈ្មោះថា Yoshitomo លេងលើកទ័ពទៅច្បាំងមួយស្ដេចទៅដើមអំណាចយកហ្មងយ៉ាហើយពេលហ្នឹង
ពេលហ្នឹងវាចែកដោយសារបច្ចេកអធិរាជហ្នឹងតាមពិតទៅបច្ចេកអធិរាជអត់មានអំណាចទេអំណាចនៅអ្នកខាងក្រោយដែលកាន់ទ័ពនេះគឺពួកសាមរ៉ៃហ្នឹងហើយអញ្ចឹងបានន័យថាការលើកទ័ពទៅវាយហ្នឹងវាដូចជាចំនួនរវាងក្រុមមីណាម៉ូតូហើយនិងថៃរ៉ាអញ្ចឹងដោយសារការជំនាន់ហ្នឹងក្រុមថៃរ៉ាហ្នឹងវាមានប្រៀបជាងមានអំណាចជាងដែលនៅ back up នៅខាងក្រោយបច្ចេកអធិរាជហ្នឹងហើយអញ្ចឹងនៅពេលដែលមីណាម៉ូតូលើកទ័ពទៅដរាមអំណាចពីបច្ចេកអធិរាជហ្នឹងគឺវាដូចជាដរាមអំណាចពីថៃរ៉ាអញ្ចឹងហើយហេតុការណ៍ហ្នឹងវានាំឲ្យមានសង្គ្រាមផ្ទៃក្នុងដែលគេហៅថា Heichi incident គឺជាសង្គ្រាមរវាងក្រុមមីណាម៉ូតូប្រឆាំងនឹងក្រុមថៃរ៉ានៅក្នុងសង្គ្រាមផ្ទៃក្នុងហ្នឹងក្រុមសាមរ៉ៃមីណាម៉ូតូហ្នឹងចាញ់ក្រុមថៃរ៉ាហើយក្រុមថៃរ៉ាហ្នឹងក៏បានសម្លាប់បងប្អូនសាច់ញាតិទាំងសម្ព័ន្ធមិត្តអីរបស់ក្រុមមីណាម៉ូតូនឹងស្ទើរទៅទាំងអស់ហើយថែមទាំងនិរទេសកូនប្រុសរបស់តកូលមីណាម៉ូតូនឹងទៀតឈ្មោះថាយូរីម៉ូតូតាំងពីនឹងមកតាំងពីវាយឈ្នះមីណាម៉ូតូមកក្រុមថៃរ៉ាហ្នឹងចាប់ផ្ដើមមានអំណាចខ្លាំងទៅរហូតដល់កាន់អំណាចរហូតដល់ជា2ទសវត្សរ៍មកជាង20ឆ្នាំក្រោយមក20ឆ្នាំក្រោយមកហ្នឹងគឺអំណាចគឺស្ថិតនៅលើក្រុមថៃរ៉ាហ្នឹងហ្មងហើយក្រោយមកទៀតក៏បានការកូនខ្លួនឯងហ្នឹងជាមួយនឹងប្រជាអធិរាជការហើយស្រាប់តែធ្វើរដ្ឋប្រហារបដ ாய் ចង់កាន់កាប់អំណាចបដ ாய் និយាយទៅចង់អត់ចង់ឲ្យអំណាចនៅលើស្ដេចទៀតណាចង់ឲ្យមូលតែខ្លួនឯងក៏ធ្វើរដ្ឋប្រហារនៅក្នុងឆ្នាំ1179ហើយចូលមកដល់ឆ្នាំ1180ហ្នឹងគឺអំណាចពេញបឹបកាន់អំណាចពេញបឹបពេញផ្ទៃប្រទេសមកគឺស្ថិតនៅក្នុងដៃរបស់ថៃរ៉ាហើយពេលហ្នឹងដែរចៅរបស់គាត់ហ្នឹងចៅរបស់តកូលថៃរ៉ាហ្នឹងក៏បានឡើងធ្វើជាប្រជាអធិរាជដែលមានព្រះនាមថាប្រជាអធិរាជអានតូគូហើយបន្ទាប់មកពេលហ្នឹងក៏មានខ្សែរាជវង្សមួយអង្គទៀតដែលមានឈ្មោះថាព្រះអង្គម្ចាស់ម៉ូឈីហ៊ីតូគាត់ចង់ឡើងគ្រងរាជ្យដែរចង់បានរាជបល្ល័ង្កនឹងដែរហើយគាត់ក៏បានទៅរកយូរីតូម៉ូហ្នឹងដែលខាងថៃរ៉ាហ្នឹងនិរទេសទៅក្រៅបាត់ចាំគាត់ទៅរកម្នាក់ហ្នឹងដើម្បីជួយសងសឹកទៅដើមអំណាចឲ្យគាត់វិញគាត់ចង់ឡើងគ្រងរាជ្យវិញអត់ចង់ឲ្យចៅរបស់ថៃរ៉ាហ្នឹងឡើងគ្រងរាជ្យទេយកដូចគេមានសុភាសិតថាសត្រូវរបស់សត្រូវខ្ញុំគឺជាមិត្តភក្តិខ្ញុំហើយឆ្លៀតឱកាសហ្នឹងបដ ாய் ខាងតកូលមីណាម៉ូតូហ្នឹងបានខ្សែរាជវង្សគេមករកហើយហ្នឹងអញ្ចឹងចាប់ផ្ដើមកែនទ័ពបដ ாய் កែនទ័ពនៅតំបន់ភាគខាងកើតដែលខ្លួននៅហ្នឹងណាហើយដើម្បីចង់ប្រកាសធ្វើជាដូចរដ្ឋឯករាជ្យមួយនៅនឹងហ្មងចង់គ្រប់គ្រងពួកអ្នកចម្បាំងនៅតំបន់ហ្នឹងហ្មងណាហើយបន្ទាប់មកក៏បានប្រកាសសង្គ្រាមជាមួយនឹងក្រុមថៃរ៉ាអូខេហើយក៏ធ្វើឲ្យមានសង្គ្រាមស៊ីវិលមួយកើតឡើងទៀតសង្គ្រាមស៊ីវិលហ្នឹងឈ្មោះថា Genpei គឺសង្គ្រាមរវាងក្រុមមីណាម៉ូតូហើយនិងក្រុមថៃរ៉ាដដែលហ្នឹងដូចកាលលើកមុនមិនធ្លាប់ម្ដងជាមួយឪពុកខ្លួនឯងដែរហ្នឹងហើយតែមុនគេហៅថា Heichi incident ហ្នឹងហើយដល់ពេលក្រោយមក Genpei War ហ្នឹងដដែលទៀតគឺសង្គ្រាមផ្ទៃក្នុងរវាងក្រុមសាមរ៉ៃគ្នាឯងនឹងដដែលទៀតប៉ុន្តែគ្រាន់ថាតកូលខុសគ្នាគឺតកូលមីណាម៉ូតូហើយនៅតកូលថៃរ៉ាហ្នឹងហើយបន្ទាប់មកលើកនេះមានព្រៀបម្ដងថៃរ៉ាចាញ់ម្ដងមានព្រៀបម្ដងក៏ទាមទារឲ្យបង្កើតជារបបគ្រប់គ្រងរបស់ខ្លួនហ្មងឈ្មោះ Kamakura អូខេអញ្ចឹងបានថានៅតំបន់ Kamakura ហ្នឹងគឺគេសុំគ្រប់គ្រងតំបន់ហ្នឹងហ្មងកុំយូរហើយលើបានឈ្នះម្ដងហើយលើមុនចាញ់ហើយនៅពេលហ្នឹងដែរនៅពេលដែលបង្កើតជារបបគ្រប់គ្រងនៅKamakura ហ្នឹងគឺជាលើកទី1នៅក្នុងប្រទេសជប៉ុនដែលក្រុមអ្នកចម្បាំងសាមរ៉ៃបានក្លាយទៅជាក្រុមយោធាដែលមានអំណាចខ្លាំងក្លាហ្មងឬក៏គេហៅថា Shogunate ហ្នឹងបើនិយាយឲ្យស្រួលយល់ទៅវាដូចជារដ្ឋាភិបាលយោធាអញ្ចឹងថប់លើឈ្មោះហ្នឹងបានន័យថាអំណាចគឺនៅលើអ្នកចម្បាំងសាមរ៉ៃហ្នឹងទាំងអស់ហ្មងអញ្ចឹងសម័យកាលនេះគឺសម័យកាលសំខាន់សម្រាប់ប្រវត្តិសាស្ត្រនៃអ្នកចម្បាំងសាមរ៉ៃដោយសារបន្ទាប់ពីឆ្លោះគ្នាហើយឆ្លោះគ្នាចុះឡើងហើយលើកនេះគេឡើងធ្វើជារដ្ឋាភិបាលយោធាមកប៉ុន្តែក្រោយមកទៀតក៏មានសង្គ្រាមមួយកើតឡើងទៀតគឺនៅឆ្នាំ1221មានស្ដេចមួយអង្គឈ្មោះថា Go Toba ហ្នឹងជាអតីតប្រជាអធិរាជដែលគាត់
ធ្វើការបះបោរប្រឆាំងនឹង Shogunate ឬក៏រដ្ឋាភិបាលយោធារបស់ Minamoto ហ្នឹងណាបង្កើតឲ្យមានសង្គ្រាមនៅឆ្នាំ1221ដែលគេហៅថាសង្គ្រាម Chokyu សង្គ្រាម Chokyu ហ្នឹងគឺគេចង់លុបបំបាត់រដ្ឋាភិបាលយោធាដែលកាន់កាប់ដោយពួកសាមរ៉ៃហ្នឹងប៉ុន្តែចាញ់ហើយធ្វើឲ្យអំណាចទាំងប៉ុន្មានហ្នឹងគឺស្ថិតនៅលើដៃរបស់ Minamoto ទាំងអស់នៅតំបន់ Kamakura ហ្នឹងអញ្ចឹងបានន័យថា Kamakura ហ្នឹងជារបបគ្រប់គ្រងដែលគ្រប់គ្រងជប៉ុនទាំងអស់ទាំងមូលហ្មងបន្ទាប់មានគេចង់មកវាយហើយវាយចាញ់ទៀតគឺបានធំជាងមុនប្រហើយហ្នឹងហើយវាអំណាចខ្លាំងជាងមុនទៀតគ្រប់គ្រងទាំងវិស័យតុលាការទាំងវិស័យយោធាហើយវិស័យកិច្ចការបរទេសរបស់ជប៉ុនទៀតទាំងមូលហ្នឹងទាំងមូលហ្នឹងឥឡូវហ្នឹងយើងចូលមកដល់សម័យកាលមួយទៀតគឺសម័យកាលMuromachi ហើយនិង Sengoku បន្ទាប់ពីដណ្ដើមអំណាចបានហើយចូលមកដល់ឆ្នាំ1330ខ្ទង់ឆ្នាំ1330ហ្នឹងប្រទេសជប៉ុនគឺពោពេញទៅដោយសង្គ្រាមស៊ីវិលរវាងខ្សែស្ដេចហើយនិងខ្សែអ្នកចម្បាំងសាមរ៉ៃដោយសារចង់ទៅដើមអំណាចវិញអត់ចេះចប់ចេះហើយនោះហ្នឹងហើយដោយសារឥឡូវហ្នឹងមិនយោធាជាអ្នកកាន់អំណាចហើយស្ដេចនោះធ្លាប់តែខ្លួនឯងមានអំណាចពីដើមមកអញ្ចឹងមិនផងអញ្ចឹងចាប់ផ្ដើមសង្គ្រាមស៊ីវិលយូរអូបឡាយូរហើយជាសង្គ្រាមដ៏ធំដែរនៅក្នុងប្រទេសជប៉ុនបន្ទាប់ពីវាយគ្នាអត់ចេះចប់អត់ចេះហើយរវាងខ្សែស្ដេចហើយនឹងខាងយោធាសាមរ៉ៃហ្នឹងយូរទៅវារៀងខ្សោយរៀងខ្លួនដែរវាយយូរឆ្នាំទៅចឹងទៅរហូតដល់ចុងឆ្នាំ1400ជាងហ្នឹងអំណាចនៅក្នុងប្រទេសជប៉ុនហ្នឹងក៏ធ្លាក់ទៅលើក្រុមមួយគេហៅថា Daimyo ហ្នឹងបើនិយាយស្រួលយល់ទៅដូចស្ដេចត្រាញ់ចឹងមិនទៅបានន័យថាជាអ្នកដែលកាន់កាប់តំបន់មួយរៀងខ្លួនហើយមានទ័ពការពារខ្លួនរៀងខ្លួនណាអញ្ចឹងមកណាបន្ទាប់ពីខាងខ្សែអធិរាជឆ្លោះជាមួយនឹងខាងសាមរ៉ៃមកខ្សោយរៀងខ្លួនក៏ចាប់ផ្ដើមបែកចែកជាកូនទុយតាមខេត្តតាមអីចឹងទៅអញ្ចឹងអំណាចលេចឡើងលើពួកនឹងវិញពួកស្ដេចត្រាញ់នឹងវិញប៉ុន្តែពួកនឹងវាឆ្លោះគ្នាទៀតពួកដៃញោនឹងឆ្លោះគ្នាទៀតឆ្លោះគ្នាឡើងវាយគ្នារហូតអស់រយៈពេលជាងមួយទសវត្សរ៍កន្លះជាងមួយសតវត្សរ៍កន្លះ100ឆ្នាំជាងពួកដៃញោនឹងនៅវាយគ្នាចុះឡើងអញ្ចឹងហើយបន្ទាប់មកបានចូលដល់សម័យកាលថ្មីមួយទៀតដែលគេហៅថា Tokugawaជាសម័យកាលចុងក្រោយមិនមែនសម័យកាលចុងក្រោយនៃប្រទេសជប៉ុនទេជាសម័យកាលចុងក្រោយនៃអំណាចរបស់ក្រុមសាមរ៉ៃអូខេអញ្ចឹងនៅក្នុងសម័យកាលហ្នឹងមានមេតបសាមរ៉ៃមួយខ្លាំងគាត់ឈ្មោះថា Ieyasu Tokugawa អញ្ចឹងគាត់បានដឹកនាំក្រុមសាមរ៉ៃរបស់គាត់ហ្នឹងទៅបង្ក្រាបក្រុមស្ដេចត្រាញ់ឬក៏ក្រុមដៃញោដែលកំពុងតែឆ្លោះគ្នាចូលឡើង100ឆ្នាំជាងហ្នឹងហើយដើម្បីបង្ក្រាបពួកដៃញោហ្នឹងមកក្រុមអំណាចរបស់ខ្លួនវិញហើយដើម្បីបង្រួបបង្រួមជាតិផងអូខេអញ្ចឹងរហូតដល់ឆ្នាំ1603ជប៉ុនចាប់ផ្ដើមមានរដ្ឋាភិបាលយោធាជាថ្មីម្ដងទៀតដោយសារមានមេតបខ្លាំងឈ្មោះ Ieyasu ហ្នឹងវាយបក្រាបពួកដៃញោនឹងហើយក៏ចាប់ផ្ដើមឡើងកាន់អំណាចជាថ្មីម្ដងទៀតចាំម៉ែថាក្រុមសាមរ៉ៃហ្នឹងគឺឡើងកាន់អំណាចម្ដងទៀតណាហើយនៅក្នុងសម័យកាលហ្នឹងដែរមេតបហ្នឹងបានរក្សាសន្តិភាពក្នុងប្រទេសអស់រយៈពេលយ៉ាងយូរឡើង3សតវត្សរ៍បានថា300ឆ្នាំជាងណាអញ្ចឹងរស់នៅអត់មានឆ្លោះគ្នាផ្ទៃក្នុងអីទៀតទេគឺសន្តិភាពរហូតហ្មងប៉ុន្តែក្រោយពីសន្តិភាពនឹងមកវាចាប់ផ្ដើមមានការគៀបសង្កត់ពីខាងបរទេសជុំវិញណាតែក្នុងនឹងមានអំណាចលោកខាងលិចដែរហើយដោយសារវារយៈពេលយូរមកហើយអញ្ចឹងការកែតម្រង់ផ្ទៃក្នុងទាំងផ្នែកសង្គមទាំងផ្នែកសេដ្ឋកិច្ចអីហ្នឹងក៏វាមិននៅដដែលទៀតដែរវាមានការកែប្រែហើយរដ្ឋាភិបាលខ្លួនឯងក៏ចុះខ្សោយទៀតអញ្ចឹងទៅខាងក្រុមយោធាឬក៏ក្រុមអ្នកចម្បាំងសាមរ៉ៃហ្នឹងអត់មានលទ្ធភាពក្នុងការដោះស្រាយ challenge ទាំងអស់នឹងបានរហូតដល់ឆ្នាំ1868ក្រុមសាមរ៉ៃឬក៏ក្រុមយោធាហ្នឹងក៏បានលាលែងពីតំណែងលែងចង់កាន់កាប់ផ្ទៃប្រទេសដោយសារខ្លួនឯងអត់មានសមត្ថភាពក្នុងការដោះស្រាយបញ្ហាទាំងអស់នឹងបានហើយក៏បកគលអំណាចហ្នឹងទៅឲ្យប្រជាអធិរាជជាអ្នកគ្រប់គ្រងវិញអូខេហើយពេលសម័យកាលហ្នឹងហើយជាការចាប់ផ្ដើមនៃសម័យកាលមេជីដែលក្រុមសាមរ៉ៃលែងមានអំណាចទៀតហើយ
ហើយអំណាចស្ថិតនៅលើប្រជាអធិរាជវិញហើយបើយើងបកទៅមើលរឿងមុនហ្នឹងដែលខ្ញុំនិយាយ Last Samurai Standing ហ្នឹងហើយគឺរឿងហ្នឹងកាត់ឡើងនៅក្នុងសម័យកាលហ្នឹងដែលក្រុមសាមរ៉ៃគឺលែងមានអំណាចលែងមានឥទ្ធិពលអីនៅក្នុងស្រុកនៅប្រទេសជប៉ុនហ្នឹងទៀតហើយយល់ហើយវាគឺជាសម័យកាលដែលជាទីបញ្ចប់នៃក្រុមអ្នកចម្បាំងសាមរ៉ៃដោយសារទាំងអំណាចទាំងឥទ្ធិពលទាំងសិទ្ធិពិសេសអីរបស់សាមរ៉ៃហ្នឹងគឺត្រូវគេដកហូតយកទាំងអស់ហើយក៏អត់មានសិទ្ធិកាន់ដាវតាមផ្លូវអីដូចលើកមុនទៀតដែរអស់លេងពីខ្លួនតែម្ដងសរុបមកអីដែលខ្ញុំបាននិយាយហ្នឹងគឺវាមាន4សម័យកាលសម័យកាលទី1គឺសម័យកាលហេអានសម័យកាលហេអានហ្នឹងគឺជាដើមកំណើតកកើតនៃសាមរ៉ៃដំបូងបំផុតដោយសារប្រទេសជប៉ុនចង់ផ្លាស់ប្ដូរពីការក្តោបក្តាប់កងទ័ពពេញផ្ទៃប្រទេសមកពឹងផ្អែកទៅលើពួកអេលីតក្រុមអភិជនទូចៗវិញដែលមានកងទ័ពកងការពាររៀងៗខ្លួនដែលជាក្រុមសាមរ៉ៃហ្នឹងហើយបន្ទាប់មកឆ្លងមកសម័យកាម៉ាគូរ៉ាគឺជាសម័យដែលសំខាន់បំផុតសម័យកាលសំខាន់បំផុតសម្រាប់ប្រវត្តិសាស្ត្រនៃកងទ័ពអ្នកចម្បាំងសាមរ៉ៃដោយសារនៅក្នុងសម័យហ្នឹងហើយដែលក្រុមអ្នកចម្បាំងសាមរ៉ៃហ្នឹងបានឡើងក្លាយជារដ្ឋាភិបាលយោធាដំបូងគេបំផុតមកនៅក្នុងប្រទេសជប៉ុនគឺនៅក្នុងសម័យកាម៉ាគូរ៉ាហ្នឹងអូខេហើយបន្ទាប់មកចូលដល់សម័យមូរ៉ូម៉ាឈីនិងសេងហ្គូគុហ្នឹងគឺសិតតែសង្គ្រាមផ្ទៃក្នុងដណ្ដើមអំណាចគ្នាទាំងអ្នកនៅក្នុងសាមរ៉ៃនឹងដូចគ្នាទាំងអ្នកទាំងខាងស្ដេចប្រជាអធិរាជប្រឆាំងជាមួយក្រុមសាមរ៉ៃនឹងផងវាយគ្នាចុះឡើងរហូតដល់អំណាចធ្លាក់ទៅដល់ស្ដេចត្រាញ់ហើយស្ដេចត្រាញ់នឹងវាស្ដេចត្រាញ់ដៃញោហ្នឹងចាប់ដើមវាយគ្នាចុះឡើងទៀតអញ្ញាយពេញហ្នឹងទៀតក៏ចូលដល់សម័យកាលចុងក្រោយនៃអំណាចរបស់សាមរ៉ៃហ្នឹងគឺនៅក្នុងសម័យកាលតូគូហ្កាវ៉ាហ្នឹងដែលមានមេតបខ្លាំងមួយហ្នឹងបានវាយបក្រាបក្រុមដៃញោដែលឆ្លោះគ្នាហ្នឹងមកឲ្យមកក្រុមខ្លួនឯងវិញក្រុមការគ្រប់គ្រងរបស់ខ្លួនឯងវិញហើយពង្រឹងរូបរួមប្រទេសរកសន្តិភាពបានជាង300ឆ្នាំប៉ុន្តែក៏ចុះខ្សោយវិញហើយបកគលអំណាចឲ្យទៅប្រជាអធិរាជវិញហើយពេលហ្នឹងហើយដែលអ្នកចម្បាំងសាមរ៉ៃគឺចប់ត្រឹមហ្នឹងបណ្ដោយលែងមានអំណាចអីក្នុងប្រទេសបណ្ដោយចប់យកពីដើមតហើយនឹងចុងបញ្ចប់ចឹងសង្កេតឃើញថាចុងក្រោយហ្នឹងបើតាមពិតបើសិនជាសង្គមអត់ប្រែប្រួលទេបច្ចេកវិទ្យាអត់ប្រែប្រួលទេប្រហែលជាសាមរ៉ៃនៅតែកាន់កាប់ចឹងទៅឯងដោយសារកាត់ហ្នឹងมันមានលោកខាងលិចចូលមកមានបច្ចេកវិទ្យាកំភ្លើងមានអីអូខេមានអីបន្ថែមទៀតទេមានមួយចំនួនទៀតប៉ុន្តែមិញហ្នឹងដោយសារយើងនិយាយពីរឿងដូចប្រវត្តិសាស្ត្រឬវារឿងឈឺក្បាលតិចណាឥឡូវយើងចូលពីលក្ខណៈថាដូចជា fun fact របស់អូខេសាមរ៉ៃចឹងណាចុះពីធ្វើគិតថាអាវុធរបស់សាមរ៉ៃគឺអីគេដាវភាគច្រើននៅពេលដែលយើងនិយាយពីសាមរ៉ៃគឺយើងនឹកទៅដល់អាដាវសាមរ៉ៃរបស់ហ្នឹងហើយអ្នកចម្បាំងចឹងណាប៉ុន្តែតាមពិតទៅពីជំនាន់ដើមអាវុធដែលសំខាន់សម្រាប់កងទ័ពសាមរ៉ៃហ្មងគឺធ្នូគឺអ្នកចម្បាំងហ្នឹងគាត់ជិះសេះហើយបាញ់ធ្នូការជំនាន់ហ្នឹងហើយក្រៅពីធ្នូហ្នឹងគឺមានគេហៅថា Naginata ហ្នឹងវាស្តៀងដូចលំពេងបន្តិចវារៀងវែងអញ្ចឹងតែរៀងជាដាវហ្នឹងយ៉ាបើថាលំពេងវាទៅជាស្រួចហ្មងណេះតែនេះស្រួចឲ្យខ្លីចាហ្នឹងហើយតែនេះវារៀងស្តៀងដាវកាត់លំពេងហើយចំណែកឯដាវសាមរ៉ៃដែលយើងធ្លាប់ឃើញក្នុងរឿងឬធ្លាប់ឃើញជាទូទៅមកហ្នឹងកាលជំនាន់ហ្នឹងវាហាក់ដូចជានិមិត្តរូបដែលតំណាងឲ្យភាពអង់អាចក្លាហានទៅវិញតែចូលមកដល់ឆ្នាំ1500ជាងនៅពេលដែលសង្គ្រាមកាន់តែច្រើនទៅមានសង្គ្រាមផ្ទៃក្នុងហងសង្គ្រាមវាទីហងអីចឹងទៅក៏ចាប់ផ្ដើមនាំគ្នាប្រើដាវសាមរ៉ៃហ្នឹងច្រើនទៅវិញបានយើងល្បីដល់រងថ្ងៃអាដាវសាមរ៉ៃហ្នឹងចឹងពីដំបូងឡើយគេប្រើធ្នូទេប្រើធ្នូប្រើអាដូចលំពេងទេហើយពីថាមានដឹងថាសាមរ៉ៃមានស្រីមានច្រើនឃើញតែប្រុសទៅហ្នឹងហើយប៉ុន្តែតាមពិតនៅក្នុងអ្នកចម្បាំងសាមរ៉ៃហ្នឹងក៏មានភេទស្រីដែរនារីគាត់ចូលមកធ្វើជាសាមរ៉ៃដែរចឹងបានន័យថានារីសម័យហ្នឹងខ្លាំងដោយសារគាត់ដូចមានទំនួលខុសត្រូវមើលថែកូនហងមើលផ្ទះសម្បែងហងអីហើយក្រៅពីហ្នឹងគឺគាត់ធ្វើជាអ្នកចម្បាំងទៀតអ្នកសាច់ហើយនៅក្នុងសម័យមួយនោះដូចជាមានចំនួនពាក់កណ្ដាលនៃចំនួនអ្នកចម្បាំងសាមរ៉ៃទាំងអស់គឺជានារីចឹងអត់ដែរដឹងហើយមួយទៀតក្រុមអ្នកចម្បាំងទាំងអស់ហ្នឹងគឺគេគោរពតាមដូចគេមានគោលការណ៍ឬក៏ក្រមសីលធម៌របស់គេហ្នឹងគេហៅថា Bushido ហ្នឹងហើយ
ចឹងក្រុមសាមរ៉ៃទាំងអស់ហ្នឹងដែលឃើញកាន់ដាវកាន់អីនឹងមិនមែនចេះតែកាន់ដាវទៅសម្រាប់គេទេគេគោរពតាមគេមានគោលការណ៍របស់គេចឹងណាក្នុងគោលការណ៍ហ្នឹងគេមានទី1 integrity ឬក៏សុចរិតភាពសុចរិតទី2 respect ការគោរពទី3 heroic courage ភាពអង់អាចក្លាហានទី4 honor ឬក៏កិត្តិយសទី5 compassion ឬសេចក្តីមេត្តាទី6 honesty and sincerity ហ្នឹងគឺភាពស្មោះត្រង់ហើយចុងក្រោយ duty and loyalty គឺគោរពកាតព្វកិច្ចហើយនឹងមានភាពស្មោះស្ម័គ្រចំពោះកាតព្វកិច្ចខ្លួនឯងហើយនៅពេលដែលក្រុមអ្នកចម្បាំងសាមរ៉ៃហ្នឹងធ្វើខុសគោលការណ៍ណាមួយនៅក្នុង Bushido ហ្នឹងឬក៏ពេលខ្លះនៅពេលយើងឃើញនៅក្នុងរឿងនៅពេលដែលវាយចាញ់គេច្បាំងចាញ់គេយើងចំណាំឃើញពួកគាត់ដឹងស្លាប់ខ្លួនហើយយកដាវមកចាក់ខ្លួនឯងហ្នឹងអាហ្នឹងគឺជាគោលការណ៍របស់ខាងអ្នកចម្បាំងសាមរ៉ៃហ្នឹងហ្មងជាគោលការណ៍របស់ក្រុមសាមរ៉ៃហ្នឹងហ្មងគឺវាយចាញ់គេអត់សុខចិត្តទេគឺត្រូវស្លាប់ខ្លួនកិត្តិយសកុំឲ្យសត្រូវចាប់សុខចិត្តស្លាប់ដើម្បីការពារកិត្តិយសរបស់ខ្លួនឯងគឺថាគេមានprocedure របស់គេទៀតណាគេការដែលយកដាវមកចាក់ពោះខ្លួនឯងហ្នឹងគេឲ្យឈ្មោះថា harakiri ឬក៏ seppuku គឺជាការសម្លាប់ខ្លួននៅពេលដែលធ្វើខុសក្រមសិលធម៌ឬក៏គោលការណ៍ Bushido ហ្នឹងឬក៏វាយច្បាំងចាញ់គេអញ្ចឹងអស់ហើយប៉ុណ្ណឹងសង្កេតឃើញកន្លែងហ្នឹងតាមពិតទៅវាអាស្រ័យលើមនុស្សដែរត្រូវទោះបីជាមានគោលការណ៍ទាំង7ដែលគេចែងមកមិញតែជាក់ស្ដែងបើយើងមើលដូចចំណុចសង្គ្រាមលោកទី2អីដូចជប៉ុនអត់មានបានប្រព្រឹត្តទៅតាមគោលការណ៍ទាំង7ហ្នឹងហើយវាមានរឿងជាច្រើនដែលយើងអាចឃើញអញ្ចឹងបានន័យថាគោលការណ៍វាគ្រាន់តែជាគោលការណ៍ហ្នឹងហើយវាអាស្រ័យទៅលើអ្នកហ្នឹងគាត់ហ្នឹងហើយអូខេអញ្ចឹងបានដឹងច្រើនហើយក៏ជឿថាអ្នកដែលមើលវីដេអូមួយហ្នឹងចាប់ពីពេលហ្នឹងទៅពេលទៅមើលរឿងណាតាក់ទងសាមរ៉ៃអាច link ទៅបានដែរអាចជាប់ទៅបានដែរថាអានេះក្នុងអំឡុងពេលនេះដំណាក់កាលទី1ទី2ទី3ទី4ត្រូវហើយរឿងកាន់តែល្អមើលជាងមុនទៀតប៉ុន្តែសូមបើកវងកញ្ចក់ផងដោយសារខ្ញុំមិនមែនជាអ្នកជំនាញជ្រៅជ្រះអីខាងប្រវត្តិសាស្ត្រប្រទេសជប៉ុនឬក៏សាមរ៉ៃអីទេអានេះគ្រាន់តែជាការរៀបរាប់ទ្រុសដោយសារ search មើលចង់យល់ពីរឿងហ្នឹងដែរទេហ្នឹងហើយយើងចាប់អារម្មណ៍យើងចង់សិក្សាមើលចាអញ្ចឹងបើសិនជាប្រិយមិត្តចង់ដឹងច្បាស់លម្អិតអីទៀតគឺអាច search មើលខ្លួនឯងបានអូខេ